សមត្ថកិច្ចចម្រុះចូលបង្ក្រាបអាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅស្រុករវៀងទីតាំងធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យមួយកន្លែងស្ថិតក្នុងភូមិត្រពាំងទន្ទឹមឃុំរំទុំស្រុករវៀងខេត្តព្រះវិហារត្រូវបានមន្ត្រីជំនាញនៃមន្ទីររ៉ែនិងធម្មពលកាលពីថ្ងៃទី9ខែឧសភាឆ្នាំ2025បានសហការជាមួយកងរាជអាវុធហត្ថខេត្តចូលបង្ក្រាបនិងបំផ្លាញចោលលោកសុនច័ន្ទរក្សាប្រធានមន្ទីររ៉ែនិងធម្មពលខេត្តព្រះវិហារបានឲ្យដឹងថាដោយមានការឯកភាពជាគោលការណ៍ពីឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបងខេត្តបានសហការជាមួយកងកម្លាំងប្រដាប់អាវុធធ្វើការបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសដែលមានម្ចាស់ដីឈ្មោះយាយចាងតាមការចុះបង្ក្រាបជាក់ស្ដែងសមត្ថកិច្ចបានត្រឹមតែបំផ្លាញរណ្ដៅរ៉ែជាច្រើនចំណែកឯម្ចាស់ទីតាំងនិងជនប្រព្រឹត្តធ្វើអាជីវកម្មបង្ក្រាបមិនបានទេសូមបញ្ជាក់ថាបើទោះបីជាមានបាត់ល្មើសជីករករ៉ែមាសកាត់មានអាណាធិបតេយ្យក៏ដោយតែងត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់